Hai videoក្នុងវីដេអូមួយជួរហ្នឹងគឺប្រភេទកន្ទុយក្រពើពូជប៉ុនហើយយើងធ្វើការប្រមូលផលបាន2ដងម្ដងគឺនៅត្រឹមនេះហើយម្ដងទៀតគឺនៅត្រឹមនេះហើយក្នុងវីដេអូហ្នឹងក៏ចង់ចែករំលែកបងប្អូនដែលនេះចូលចិត្តដាំកន្ទុយក្រពើថាបងប្អូនដាំប៉ះសិនបើនៅក្នុងថូឬក៏ពាងបងប្អូនកុំប្រើដីពេញឧទាហរណ៍ថាបងប្អូនប្រើដីពេញដូចជាស្ដែងបែបនេះហើយនៅពេលដែលយើងប្រមូលផលបានតែម្ដង2ដងកន្ទុយក្រពើវាដួលបាត់ហើយចឹងយើងថែមជីថែមដីធ្វើមិនកើតអញ្ចឹងយើងដាំគឺត្រូវតែមានការយល់ដឹងខ្លះដូចកន្ទុយក្រពើនៅក្នុងរូបហ្នឹងយើងប្រមូលផលម្ដងរួចយើងអត់ទាន់ថែមដីទេគឺទុកដល់វាស្ងួតឃើញឬវាចេញមកទៅយើងធ្វើការថែមដីហើយកន្ទុយក្រពើនៅពេលដែលយើងថែមដីការដែលវាបកកកណោតកូនគឺនៅកន្លែងនេះឯងបើថាឲ្យវាបង្កើតកូនទៀតគឺអត់ទេជុំវិញហ្នឹងគឺអត់វាអត់ចេញកូនទៀតទេកូនលុះវាចេញបានលុះត្រាតែនៅទីនេះនេះគឺបែបនេះវាចេញកូនមកគឺបែបនេះអញ្ចឹងការដែលយើងមិនដាក់ដីពេញគឺវាមានផលប្រយោជន៍ច្រើនសម្រាប់បងប្អូនដែលជួយចិត្តដាំប្រទាលកន្ទុយក្រពើបាទនេះថាយើងបន្ថែមដីត្រឹមណាកន្ទុយក្រពើវាចាប់ផ្ដើមចេញកូនសាថ្មីគឺចេញច្រើនតែម្ដងហើយបើសិនបើយើងប្រមូលផលមួយសាទៀតដល់ចំណុចត្រឹមនេះគឺយើងនៅតែបំពេញពាងបានដាក់ដីមកបំពេញពាងកន្ទុយក្រពើយើងប្រមូលផលគឺបានយូរអង្វែងអញ្ចឹងចំណុចតិចដែលបងប្អូនអត់យល់ហើយបងប្អូនធ្វើការដាំដាក់ដីពេញពេលខ្លះមិនទាន់ទាំងប្រមូលផលផងក៏ទុយក្រពើដួលបាត់ដួលក៏ងាប់បាត់ទៅអញ្ចឹងចំណុចតិចអញ្ចឹងបងប្អូនគួរយល់គួរដឹងមុននឹងធ្វើការដាំ